អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបរិញ្ញាបងប្អូនទាំងអស់គ្នាពីរបៀបក្នុងការបង្កើត account OKX ដើម្បីបានលុយត្រឡប់មកវិញ 20% រាល់ការ trade និងកាដូផ្សេងៗទៀតអញ្ចឹងដើម្បីបង្កើត account OKX បងប្អូនគ្រាន់តែចុចនៅក្រោម description នៅក្នុង channel Telegram របស់ខ្ញុំមកកន្លែង OKX នេះចុច register តមកចុច open មកសារនេះខ្ញុំបង្កើតនៅលើ computer ហើយនៅក្នុងទូរស័ព្ទក៏ដូចគ្នាដែរបងប្អូនទាំងអស់គ្នាអញ្ចឹងពេលបណ្ដានេះបងប្អូននឹងឃើញ logo OKX ហើយ X ជាមួយនឹង TFD Crypto community របស់ពួកយើងអញ្ចឹងបងប្អូនមើលកន្លែងនេះហើយ click កន្លែងនេះមកបន្តមកចុចពាក្យ create account តពី create account ហើយគេឲ្យវាយ Gmail ចូលអញ្ចឹងបងប្អូនទាំងអស់គ្នាវាយ Gmail ចូលមកខ្ញុំសូមវាយ Gmail ចូលសិនចុចពាក្យថា sign up តពី sign up ហើយបងប្អូននឹងឃើញកូដផ្ញើទៅ Gmail បងប្អូនទាំងគ្នាអញ្ចឹងចាំកូដទៅឥឡូវមកដល់កន្លែងនេះបន្ទាប់ពីយើងដាក់ Gmail រួចហើយគេឲ្យយើងដាក់លេខទូរស័ព្ទម្ដងដើម្បីផ្ទៀងផ្ទាត់អញ្ចឹងខ្ញុំសូមដាក់លេខទូរស័ព្ទចូលសិនអូខេបន្ទាប់ពីដាក់លេខទូរស័ព្ទហើយបងប្អូនចុចពាក្យថា verify អញ្ចឹងរងចាំលេខកូដដែលផ្ញើទៅលេខទូរស័ព្ទបងប្អូនទាំងគ្នាហើយយកមក verify អូខេអញ្ចឹងនៅពេលដែលដល់កន្លែងនេះពេលដែលបងប្អូន verify លេខទូរស័ព្ទហើយបងប្អូនត្រូវដាក់ជាលេខកូដនេះគឺជាលេខកូដសម្រាប់បងប្អូន log in ចូលគណនីបងប្អូនអញ្ចឹងបងប្អូនត្រូវដាក់វារងមាំមកអញ្ចឹងខ្ញុំសូមដាក់លេខកូដសិនបន្ទាប់ពីដាក់ហើយបងប្អូនចុចពាក្យថា confirm អញ្ចឹងបន្ទាប់ពី confirm ហើយបងប្អូននឹងបានគណនីមួយហើយគឺនៅកន្លែងនេះអញ្ចឹងនេះគឺជាគណនីរបស់បងប្អូនទាំងគ្នាយើងចុចចូលមក profile មកឃើញហើយនេះគឺជាគណនីអញ្ចឹងមើលកន្លែងនេះបងប្អូននឹងឃើញ trading profile ហើយគឺបាន 20% អញ្ចឹងបន្ទាប់ពីបងប្អូនបំពេញតាមនឹងអស់ហើយបងប្អូននឹងបានគណនីមួយហើយអ្វីដែលត្រូវធ្វើបន្ទាប់គឺបងប្អូន verify តាញបានគឺនេះ identity verification នេះគឺត្រូវ verify តាញបានបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាត្រូវយកតាញបានមកហើយថតខាងមុខខាងក្រោយនិង verify មុខបងប្អូនទាំងគ្នាបន្ទាប់ពី verify បានហើយបងប្អូនអាចធ្វើការ trade បានធម្មតា